Banនេះគឺជាសភាវុធរបស់ទាហានសៀមដែលបានរត់ចូលសមរភូមិនៅតំបន់បឹងតគួនបាទដោយបាទ ចូលរួមជំនុំសពលោករសេនីត្រីស្វាយស្រឹកនាយបញ្ជាការរងកងពលអនុសេនាធំនៃកងការពារព្រំដែនគុកលេខ501ដែលបានបាត់បង់អាយុជីវិតក្នុងឧបហេតុការពារបូរណភាពទឹកដីនៅក្នុងភូមិសាស្ត្រឃុំថ្មដាដែលលោកទើបតែមានជំនាយុ45ឆ្នាំ ថ្ងៃនេះក្រុមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមខួយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានរៀបចំពិធីបុណ្យសពជូនទៅដល់សពលោកវរសេនីត្រីស្វាយសរិទ្ធដែលបានពលីនៅក្នុងសង្គ្រាមឈ្លានពានពីសំណាក់ចៅសៀមហើយថ្ងៃនេះគឺជាថ្ងៃដែលដង្ហែសពដើម្បីធ្វើទៅប្រពបូជាដែលមានវត្តមានឯកឧត្តមមករាប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមពៅវិសិទ្ធតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមខួយរីដាអភិបាលនៃគណៈអភិបាលខេត្តព្រះសង្ឃកងកម្លាំងទាំង3ប្រភេទលោកគ្រូអ្នកគ្រូសិស្សានុសិស្សយុវជនគ្រប់ប្រព័ន្ធដែលជាតំណាងព្រមទាំងលោកយាយតាប្រជាពលរដ្ឋទាំងអស់បានចូលរួមជូនដំណើរជាកិច្ចចុងក្រោយដល់សពលោកវរសេនីស្វាយសរិទ្ធសូមដួងវិញ្ញាណក្ខន្ធលោកវរសេនីត្រីបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយនិងងាកក្រោយឲ្យពរតាមថែរក្សាចម្រុងចម្រើនកូនចៅនិងភរិយាព្រមទាំងក្រុមការងារក៏ដូចជាកងទ័ពក្រមបង្គាប់នៅវរសេនានៅកងពលយ៉ាងនៅកងពលការពារព្រំដែនគុកលេខ501ដែលជាកូនចៅក្រមបង្គាប់សូមជួយតាមថែរក្សាពួកគាត់ឲ្យបានសុខចម្រើននិងឈ្នះអស់ងារសត្រូវការពលីរបស់លោកវរសេនីពេលនេះគឺជាការឈឺចាប់បំផុតសម្រាប់ភរិយាជាទីស្រឡាញ់កូនជាទីស្រឡាញ់លោកឪពុកអ្នកម្ដាយជាទីស្រឡាញ់ហើយចំពោះប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសគឺមានការឈឺចាប់នឹងចងចាំជានិច្ចនៅគុណូបការៈការលះបង់ដ៏ថ្លៃថ្លាមហាកិត្តិយសចំពោះជាតិមាតុភូមិនៃឱកាសនេះយើងខ្ញុំទាំងអស់គ្នានឹងគោរពដឹងគុណជានិច្ចចំពោះការពលីរបស់លោកវរសេនីត្រីក៏ដូចជាកងទ័ពផ្សេងទៀតដែលបានពលីដើម្បីជាតិមាតុភូមិសូមដួងវិញ្ញាណក្ខន្ធសពទាហានពលីគ្រប់រូបបានទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយសែនឈឺចាប់ណាស់បងប្អូនទាំងអស់គ្នាយើងទាំងអស់គ្នាចងចាំកុំភ្លេចនៅព្រឹត្តិការណ៍ដ៏សាហាវព្រៃផ្សៃរបស់ចៅសៀមដែលបានឈ្លានពានមកលើទឹកដីកម្ពុជាយើងធ្វើឲ្យកម្ពុជាយើងរងគ្រោះប្រជាពលរដ្ឋ
រត់ភាសឹកលំបាកវេទនាទីហ៊ានក៏ត្រូវពលីកំព្រាកូនកំព្រាឪពុកគួរឲ្យខ្លោចសារបំផុតសូមបងប្អូនយើងទាំងអស់គ្នាសាមគ្គីគ្នាដើម្បីទឹកដីដើម្បីប្រទេសជាតិយើងនាឱកាសនេះសូមសាមគ្គីគ្នាជាធ្លុងមួយទាំងអស់គ្នាបងប្អូនយើងបងវិរៈកំតបមានជំនាញច្បាំងបាញ់ភ្លើងធ្វើសឹកទប់ទល់នឹងខ្មាំងសត្រូវចំណែកឯពួកយើងជាសមរភូមិក្រោយអ្នកមានលទ្ធភាពច្រើនបើជួយច្រើនអ្នកមានលទ្ធភាពតិចគេជួយតិចយើងអ្នកដែលមានថវិកាជួយជាថវិកាអ្នកដែលមានស្បៀងអាហារជួយជាស្បៀងអាហារអ្នកដែលមានឈាមបរិច្ចាគដើម្បីជួយសង្គ្រោះជាបរិបទពិសិដ្ឋរងគ្រោះនឹងទាហានក៏បរិច្ចាគជាឈាមនេះគឺជាស្មារតីជាតិខ្មែរតែមួយរបស់កម្ពុជាយើងបងប្អូនអើយនេះគឺជាសាកសពសៀមនិងខ្មែរសរិនជាង 1000 នាក់បងប្អូនបាទហើយនេះបងប្អូនឃើញហើយវាមិនស្រណោះមិនសោកស្ដាយទេវាបន់ឲ្យតែសរិនស្លាប់ផុតពូជពីដីសៀមវាទេដូច្នេះហើយខ្មែរសរិនសូមភ្ញាក់ខ្លួនឡើងយើងជាពូជខ្មែរ